ដោយថ្ងៃនេះខ្ញុំគណៈអាត្មាភាពរួមទៅនឹងព្រះអង្គគ្រូនិមន្តមកពីខាងវត្តសេរីសាគរបាទីតបន្ទាប់អំពីព្រះសង្ឃព្រមទាំងគ្រូអាចារ្យព្រមទាំងមេជាបន្ទាប់អំពីពិភាក្សាតាក់ទងទៅនឹងបញ្ហាការកសាងនៅសាលាធម្មសភាឬមួយក៏យើងហៅថាសាលាឆាន់បានចាប់សពគ្រប់ឲ្យហើយនោះក៏បាននាំនៅបងមេជាដើរមើលនៅក្នុងទីធ្លាវត្តសាមគ្គីមានជ័យហៅទួជ័យហើយញាតិញោមប្រុសស្រីញោមទាំង3នាក់នេះបងទាំង3នេះសុទ្ធតែធ្លាប់ឆ្លងកាត់រស់នៅជាភេទប្រសពសុទ្ធធ្លាប់បួសធ្លាប់រៀនញោមហើយមានដូចជាគ្រូចាច័ន្ទបងវ័យហើយទាំងបងអៀននេះសុទ្ធតែអតីតធ្លាប់រស់នៅក្នុងវត្តទួជ័យញាតិញោមប្រុសស្រីបន្ទាប់អំពីនេះទៅនឹងចាប់ផ្ដើមកសាងនៅសាលាធម្មសភាតទៅមុខទៀតញាតិញោមប្រុសស្រីណាចាំមើលតទៅមុខទៀតយើងចេញជារូបរាងល្អស្អាតដូចយ៉ាងណានោះអាត្មាភាពនឹងប្រឌិតយកនៅខ្សែវីដេអូដើម្បីចែកជូនលោកម្ចាស់ព្រមទាំងញាតិញោមប្រុសស្រីបានទស្សនានៅសមិទ្ធផលនៅក្នុងវត្តទូជ័យជាបន្តទៀតដូចញាតិញោមឃើញស្រាប់នៅក្នុងវីដេអូនេះមួយហើយសូមជាចុងក្រោយសូមជូនបុណ្យជូនកុសលលោកម្ចាស់ញាតិញោមប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសសូមឲ្យបានជាចំណែកបុណ្យស្មើគ្នាជាបច្ច័យរួចផុតចាកទុក្ខទាំងអស់អង្គទាំងអស់គ្នាសូមអនុមោទនា